របៀបបើកសេវា 5G ឬក៏អ៊ីនធឺណិត 5G ឥឡូវនេះកុំឲ្យខាតពេលយូរចូលទៅកាន់ setting ជាមួយខ្ញុំបងប្អូនហ្នឹងណាហើយវីដេអូនេះខ្ញុំធ្វើតាមសំណពរនៅក្នុង comment វីដេអូខ្ញុំផងដែរឥឡូវនេះមកដល់ setting ភ្លាមអ្នកគ្នាចុចនៅកន្លែងពាក្យនេះមកហ្នឹងហើយរូបអង្គតែនយើងចុចមកដល់នេះអ្នកគ្នាមករកលេខទូរស័ព្ទអ្នកគ្នាហ្នឹងហើយដោយសារខ្ញុំប្រើ eSIM អញ្ចឹងទៅអាច load ខុសពីអ្នកទាំងអស់គ្នាហ្នឹងហើយអ្នកគ្នាចុចលើលេខទូរស័ព្ទអ្នកទាំងអស់គ្នាមកហ្នឹងហើយមកដល់នេះយើងចុចលើ data អ្នកគ្នានេះលេខពាក្យនេះលេខចុងហ្នឹងចុចមកហើយមកដល់នេះអ្នកគ្នានឹងឃើញ 5G auto និង 5G on ទៅអ្នកគ្នាហើយកន្លែងហ្នឹងមិនមែនចេះតែឃើញទាំងអស់គ្នាទេអ្នកគ្នាកន្លែងហ្នឹងអាចបងប្អូនយើងខ្លះឃើញបងប្អូនយើងខ្លះទៀតអត់ឃើញចឹងទៅអ្នកគ្នាហើយដើម្បីឃើញ 5G នៅកន្លែងហ្នឹងទូរស័ព្ទអ្នកគ្នាត្រូវតែមានសេវា 5G ឬក៏ support សេវា 5G ចឹងទៅអ្នកគ្នាទៅមាន 5G នៅកន្លែងហ្នឹងហើយហើយបើសិនជាអត់មានទេអ្នកគ្នាអាចឡើងសេរីទូរស័ព្ទបានអ្នកគ្នាហ្នឹងហើយឡើងសេរីទូរស័ព្ទចាប់ពី iPhone 12ឡើងអ្នកគ្នា12 Pro Max ឡើងអ្នកគ្នាទៅមានអ្នកគ្នាហ្នឹងហើយតាមខ្ញុំដឹងអ្នកគ្នាហើយបើ Android វិញរៀងសេរីខ្ពស់អ្នកគ្នាទៅមានអ្នកគ្នាហ្នឹងហើយពេលមានហើយអ្នកគ្នាអាចបើកសេវា 5G នៅកន្លែងហ្នឹងបានហើយកន្លែងនេះខ្ញុំសូមបញ្ជាក់ម្ដងទៀតបើកទៅមិនចេះតែដើរ 5G ទេអ្នកគ្នាដល់តំបន់ទីក្រុងអ្នកគ្នារស់នៅទៅមានសេវា 5G ហ្នឹងទៅយើងបើកទៅអង់តែនសេវា 5G យើងនឹងចាប់សេវា 5G ហើយយើងនឹងឃើញសេវា 5G តែម្ដងអ្នកគ្នាហ្នឹងហើយនេះអ្នកគ្នាហ្នឹងហើយវីដេអូហ្នឹងបើសិនជាអ្នកគ្នាឆ្ងល់អីអាចសួរខ្ញុំបានបន្ថែមទៀតចាំខ្ញុំ comment ប្រាប់អ្នកគ្នាតាមហ្នឹងទៀតហ្នឹងហើយវីដេអូចែកម្លែកខ្ញុំក៏មានតែប៉ុណ្្នឹងផងដែរហ្នឹងហើយ